ស្ដីចាបងបងទាំងអស់គ្នានេះសកម្មភាពខ្ញុំទៅវត្តហ្នឹងឯហ្នឹងណាបងបងណាគឺខ្ញុំទៅវត្តឯហ្នឹងគឺមានអារម្មណ៍ថាល្អមែនតើគឺនេះគឺកន្លែងដាក់សរីរកធាតុទៅបងសរីរកធាតុរបស់ពុទ្ធដល់អញ្ចឹងទៅខ្ញុំឡើងទៅលើភ្នំហ្នឹងមិនខ្ពស់មែនណាបងបងអស់នេះប៉ុន្តែខ្យល់វាអាកាសវាល្អហើយទេសភាពវាស្ងួតអារម្មណ៍ខ្ញុំក៏ជាមួយនឹងការធ្វើបុណ្យផងការទៅតាំងសមាធិផងគឺធ្វើឲ្យខ្ញុំអារម្មណ៍ខ្ញុំនេះស្រស់ស្រាយហ្មងណាចាអញ្ចឹងទៅគឺខ្ញុំបន្តដំណើរទៅធ្វើបុណ្យហើយក៏ខ្ញុំឆ្លៀតអត់ទាន់បានចូលទេគឺខ្ញុំត្រូវយកខ្យល់អាកាសបន្តិចសិនដោយសារខ្ញុំឡើងទៅលើភ្នំរៀងហត់បន្តិចអញ្ចឹងខ្ញុំសម្រាប់ end on បន្តិចថតរូបយកខ្យល់អាកាសទេសភាពស្អាតស្អាតក៏ទុកជាអនុស្សាវរីយ៍ដែរអញ្ចឹងទៅគឺខ្ញុំថតរូបសិនតែខ្យល់អាកាសនិយាយពីទេសភាពហើយនឹងខ្យល់គឺបរិសុទ្ធមែនតែនជាមួយនឹងផ្សំនៃការធ្វើបុណ្យទៀតគឺជ្រះថ្លាអារម្មណ៍ស្រស់ស្រាយតែម្ដងចាអញ្ចឹងបន្ទាប់មកគឺខ្ញុំទៅថ្វាយបង្គំចូលទៅថ្វាយបង្គំព្រះអីចឹងទៅខ្ញុំទៅអធិដ្ឋានអីចឹងទៅសូមសេចក្តីចម្រើនហើយក៏ខ្ញុំទៅជាមួយនឹងកន្លែងតកសរីខ្ញុំទៅតទៀតគឺខ្ញុំទៅតាំងសមាធិកន្លែងសរីរកធាតុខ្ញុំត្រូវទៅសមាធិខ្ញុំដើរសូត្រធម៌3ជុំចំនួន3ជុំនៃសរីរកធាតុហើយគឺខ្ញុំតាំងសមាធិបានខ្ញុំតាំងសមាធិសូត្រធម៌តាំងសមាធិចាំតិចទៀតខ្ញុំចូលទៅដល់កន្លែងសរីរកធាតុណាបងបងនេះខ្ញុំគ្រាន់តែថ្វាយបង្គំព្រះធម្មតាទេកន្លែងនេះថ្វាយបង្គំបានស្រន់សុំក្តីសុខសេចក្តីចម្រើនទៀតខ្ញុំទៅកន្លែងសរីរកធាតុដើម្បីសូត្រធម៌ភាវនា3ជុំនៃសរីរកធាតុនិងតាំងសមាធិតាំងសមាធិចាំតិចថាបងយ៉ាងយូរដែរតែខ្ញុំថ្វាយបង្គំហ្នឹងឥឡូវនេះដល់មកកន្លែងខ្ញុំទៅពីវនី3ជុំនេះហើយខ្ញុំតាំងសមាធិកន្លែងតាំងសមាធិនេះយូរណាស់មកទៅចិត្តដាក់វីដេអូយ៉ាងខ្ញុំជូនមកណាខ្ញុំពីនេះជំនួយ3ជុំហើយនេះសរីរកធាតុនេះខ្ញុំកន្លែងទៅតាមវិធីអញ្ចឹងទៅគឺខ្ញុំតាំងសមាធិមកតាំងសមាធិសូត្រធម៌សូត្រអីចឹងខ្ញុំលើកដែរខ្ញុំទៅទៀតគឺខ្ញុំឡើងលើខ្ញុំក៏ចុះទៅតាំងសមាធិហើយក៏ខ្ញុំឡើងទៅលើបន្តទៀតតែខ្ញុំអត់បានថតកន្លែងលើទេខ្ញុំទៅភាវនា3ជុំទៀតគឺខ្ញុំចុះមកវិញហើយខ្ញុំចុះមកក៏មានព្រះពុទ្ធរូបដ៏ធំនៅខាងខ្ញុំចុះមកដល់ក្រោមគឺមានព្រះពុទ្ធរូបដ៏ធំអញ្ចឹងគឺខ្ញុំបញ្ចប់តាមនេះអរគុណជម្រាបលារកផ្លូវមកវិញខ្ញុំថាអត់បានណាvery good to me good